Ok,សួស្តីទាំងអស់គ្នាឥឡូវលោកគ្រូចាប់ផ្ដើម record វីដេអូទី2ដើម្បីបញ្ចូលគ្នាយើងបន្ថែមទាក់ទងជាមួយនឹងកម្មវិធីអឺ Open Office Calc ណាឬក៏យើងហៅថាជាកម្មវិធីសៀវភៅបញ្ជីអញ្ចឹងយើងបើកកម្មវិធីសៀវភៅបញ្ជីមកគឺយើងទាក់ទងនៅកន្លែងនេះណាអញ្ចឹងមិនសមលោកគ្រូបានបញ្ចូលបងប្អូនទាក់ទងជាមួយនឹងការធ្វើផលបូកពិន្ទុសរុបអញ្ចឹងដើម្បីបូកពិន្ទុសរុបបានយើងមានពីររបៀបដោយរបៀបទី1គឺយើងធ្វើការបូកពិន្ទុគ្រប់មុខម្ដងមួយបញ្ចូលគ្នាណាអញ្ចឹងយើងឧទាហរណ៍ដូចយើងចុចលើវាទៅយើងឃើញមានរូបមន្ត C3 បូក D3 បានន័យថា C បន្លោះ C ហ្នឹងយើងទាញមកក្រុមមក3ណា3គឺកន្លែងនេះអញ្ចឹងបានន័យថា40ណា C3 ហ្នឹងគឺស្មើលេខ40អញ្ចឹងយើងបូកពិន្ទុគណិតវិទ្យាបូកពិន្ទុរូបវិទ្យាបូកពិន្ទុគីមីវិទ្យាបូកពិន្ទុភាសាខ្មែរបូកចូលគ្នាទៅយើងឃើញ230អាហ្នឹងដែលយើងធ្វើការបូកម្ដងមួយរបៀបទី2គឺយើងបូកដោយប្រើរូបមន្តផលបូកដែលយើងហៅថារូបមន្តសាំអញ្ចឹងយើងចុចលើវាមកគឺយើងឃើញរូបមន្តមួយថាសាំបើកវងកញ្ចក់ C3 ដល់ F3 C3 ដល់ F3 ឬក៏បងប្អូនអាចមើលឃើញនៅទម្រង់ពណ៌ខៀវៗជុំវិញនេះបានន័យថាយើងបូកចំនួនត្រឹមពីគណិតវិទ្យាមកដល់ភាសាខ្មែរអញ្ចឹងរូបមន្តផលបូកគឺយើងប្រើរូបមន្តសាំអញ្ចឹងយើងដាក់ពាក្យថាលោកគ្រូលើកឡើងវិញបន្តិចយើងដាក់ពាក្យថាសាំហើយយើង enter មកយើងឃើញថានៅក្នុងវងកញ្ចក់នេះយើងដាក់ថាចំនួន1 semicolon ចំនួន2 semicolon ហើយចុចរហូតរហូតនេះបានន័យថាយើងចាប់ផ្ដើមបូកពីចំនួនដែលយើងចង់បូករហូតដល់ចំនួនដែលយើងត្រូវបញ្ចប់វាអញ្ចឹងឧទាហរណ៍ដូចលោកគ្រូចង់បូកពីពិន្ទុគណិតវិទ្យារហូតមកដល់ពិន្ទុភាសាខ្មែរគឺយើងចុចវាមួយហើយយើងទាញវារហូតដល់ពិន្ទុដែលយើងត្រូវបូកណាបូកប្រមាណយើងទាញប៉ុណ្ណឹងមកអញ្ចឹងបើលោកគ្រូចង់បូកតែ3ខ្ទង់លោកគ្រូអូតែ3ទេបើចង់បូកតែ2គ្រូអូតែ2ទេបើគ្រូចង់បូកទាំងអស់គឺទាញទាំងអស់ចឹងមុនណាអញ្ចឹងនេះគឺជារបៀបនៅក្នុងការធ្វើផលបូកសាំអញ្ចឹងយើងបូកបានហើយយើង enter វាមកណានេះគឺរបៀបនៃការប្រើប្រាស់ផលបូកដោយប្រើរូបមន្តសាំឥឡូវលោកគ្រូនៅបងប៉ុណ្ណឹងគ្រូចូលទៅដល់ចំណុចបន្ថែមទៀតតាក់ទងជាមួយនឹងដាក់មធ្យមភាគចំណាត់ថ្នាក់និងនិទេសណាអញ្ចឹងញ៉ាំហ្នឹងគ្រូបន្ថែមតាក់ទងជាមួយនឹងមធ្យមភាគនិងការធ្វើចំណាត់ថ្នាក់តាក់ទងមួយវីដេអូទី2វីដេអូទី3គ្រូនឹងបន្ថែមតាក់ទងមួយនិទេសតើដើម្បីរកនិទេសបានយើងត្រូវធ្វើម៉េចដោយសារនិទេសហ្នឹងគឺវាមានលក្ខណៈលក្ខខណ្ឌច្រើនយើងត្រូវកំណត់លក្ខខណ្ឌថាបន្ទុកប្រមាណដល់ប្រមាណទើបបាននិទេស A ប្រមាណដល់ប្រមាណបាននិទេស B អញ្ចឹងណាអានេះគឺធ្វើការកំណត់លក្ខខណ្ឌតាមជាក់ស្ដែងនៃគេឲ្យមកទៀតអញ្ចឹងលោកគ្រូបង្ហាញអំពីការធ្វើមធ្យមភាគនិងចំណាត់ថ្នាក់អញ្ចឹងលោកគ្រូដាក់កន្លែងនេះតមកដាក់ថាមធ្យមភាគមកចូលជាងយកមធ្យមភាគអូខេហ្នឹងចំណាត់ថ្នាក់អូខេអញ្ចឹងមធ្យមភាគនិងចំណាត់ថ្នាក់គ្រូដាក់បានហើយប៉ុន្តែលោកគ្រូចង់ធ្វើឲ្យប្រឡោះមធ្យមភាគនិងចំណាត់ថ្នាក់ហ្នឹងគឺឲ្យវាមានទម្រង់ដូចទៅនឹងក្បាលលើនេះដែរណាដើម្បីឲ្យវាមានភាពស្រស់ស្អាតអញ្ចឹងលោកគ្រូចុចនៅលើកន្លែងណាមួយក៏បានដែរលោកគ្រូចង់ឲ្យដូចប្លន់ហ្នឹងគ្រូដាក់ប្លន់ហ្នឹងមកដាក់ហើយយើងយកពាក្យនេះយើងយកពាក្យថាជក់ធ្វើទ្រង់ទ្រាយអញ្ចឹងជក់ធ្វើទ្រង់ទ្រាយហ្នឹងវាមាន icon ឬក៏យើងហៅថារូបតំណាងវារូបជក់ហ្នឹងអញ្ចឹងយើងចុចលើវាមួយមកហើយយកមកអូននៅលើមធ្យមភាគនៃចំណាត់ថ្នាក់ហ្នឹងគឺវានឹងផ្លាស់ប្ដូររូបរាងឲ្យដូចគ្នាទៅនឹងអាដើមនេះណាអញ្ចឹងយើងឃើញដូចគ្នាអត់គឺដូចគ្នាបន្តមកទៀតនៅខាងក្រោមមធ្យមភាគចំណាត់ថ្នាក់ហ្នឹងលោកគ្រូអត់ទាន់មានតារាងទេនៅខាងក្នុងគឺមានតារាងខ្មៅជុំវិញអញ្ចឹងដើម្បីដាក់តារាងបានយើង select វាមក select វាទៅនឹងមកហើយលោកគ្រូទៅចូលកន្លែងស៊ុំហើយរើសយកស៊ុំជុំវិញសងខាងនេះអញ្ចឹងយើងដាក់មកគឺវាមានតារាងស្មើគ្នាណាបន្តមកទៀតលោកគ្រូចង់ឲ្យតារាងទាំងអស់ហ្នឹងវាស្មើគ្នាស្អាតមើលខាងលើធំខាងក្រោមទៅអញ្ចឹងអត់ស្អាតទេគ្រូ select ម្ដងទៀតឲ្យយកទាំងអស់មកហើយចាប់ទាញវាណាឲ្យវាស្មើគ្នាអញ្ចឹងទៅគឺវាប៉ុនគ្នាស្អាតទាំងអស់គ្នាណាអូខេបន្តមកទៀតដើម្បីធ្វើមធ្យមភាគក៏យើងមានរបៀបពីរយ៉ាងដូចគ្នាឥឡូវលោកគ្រូបន្ថែមនៅប្រឡោះមធ្យមភាគមួយទៀតដើម្បីបង្ហាញបងប្អូនព្រោះការធ្វើមធ្យមភាគយើងមានពីររបៀបអញ្ចឹងដើម្បីបន្ថែមជួរឈរបានបងប្អូនត្រូវចុចនៅលើក្បាលជួរឈរដែលបងប្អូនចង់បន្ថែមណាឥឡូវឧទាហរណ៍ចង់បន្ថែមជួរឈរនៅលើអក្សរ I អញ្ចឹងយើងចុចនៅលើក្បាលជួរឈរ I ហ្នឹងមកហើយយើងយក mouse ស្ដាំយើងគឺហៅថា right click យកពាក្យថាបញ្ចូលជួរឈរអញ្ចឹងយើងបានជួរឈរមួយទៀតហើយណាអញ្ចឹងយើងអាចដាក់មធ្យមភាគនៅកន្លែងនេះបានណាអូខេមធ្យមភាគមួយលោកគ្រូដាក់ពណ៌ខ្មៅទៅដើម្បីបង្ហាញថាជាវិធីទី1អញ្ចឹងវិធីទី1ដើម្បីគណនាមធ្យមភាគបាន
គឺយើងយកបន្ទុកសរុបចែកចំនួនមុខវិជ្ជាអញ្ចឹងនៅក្នុងការធ្វើប្រមាណវិធីនៅក្នុងកម្មវិធីកោឬក៏យើងហៅថាកម្មវិធីសិភៅបញ្ជីគឺយើងផ្ដើមដំបូងដោយសញ្ញាស្មើជានិច្ចអញ្ចឹងយើងវាយសញ្ញាស្មើមួយមកគូដាក់សញ្ញាស្មើមួយសិនអញ្ចឹងយើងស្មើបន្ទុកសរុបអញ្ចឹងបន្ទុកសរុបយើងយកមួយណាក៏បានដែរដោយសារបន្ទុកសរុបយើងបានគណនារួចមកហើយអញ្ចឹងយើងចុចបន្ទុកសរុបមួយមកចែកយើងមើលនៅលើ keyboard យើងមានសញ្ញា slash នេះឃើញទេសញ្ញា slash ហ្នឹងឯងអញ្ចឹងបើនៅលើ desktop វាមាននៅផ្ទាំងខាងស្ដាំមួយទៀតកន្លែង numeric key ហ្នឹងគឺវាមានសញ្ញា slash ហ្នឹងស្រេចណាអញ្ចឹងបើនៅលើ laptop វាមានតែមួយឯងគឺនៅជាមួយសញ្ញាសួរអញ្ចឹងយើងចុចសញ្ញា slash ហ្នឹងមួយមកបានន័យថាចែកហើយចែកចំនួនមុខវិជ្ជាសរុបអញ្ចឹងមុខវិជ្ជាសរុបយើងមានប៉ុន្មានយើងរាប់មកគណិត1រូប2គីមី3ភាសាខ្មែរ4អញ្ចឹងយើងចែកនឹង4យើងដាក់លេខ4មកអូខេតែយើង enter អញ្ចឹងយើងឃើញថាបន្ទុកសរុបមធ្យមភាគគឺ 57.5 ណាអូខេ 57.5 អញ្ចឹងយើងអូសមកខាងក្រោមយើង double click វាមកគឺវាគណនាឲ្យទាំងអស់ណា 57.5 បន្តមកទៀតយើងធ្វើរូបមន្តមធ្យមភាគដោយប្រើរូបមន្តវិញម្ដងនេះយើងធ្វើធម្មតាណាយើងយកផលបូកបន្ទុកសរុបហើយចែកចំនួនមុខវិជ្ជាដើម្បីគណនាមធ្យមភាគដោយប្រើរូបមន្តគឺយើងប្រើរូបមន្ត average អញ្ចឹងយើងចូលសញ្ញាស្មើដូចគ្នាដើម្បីគណនាគឺយើងដាក់សញ្ញាស្មើអញ្ចឹងយើងដាក់ពាក្យថា average យើងវាយអក្សរ a មក a អញ្ចឹងយើងឃើញដូចមានពាក្យ average នៅខាងលើនេះឃើញទេអញ្ចឹងយើង enter វាមកអញ្ចឹងទៅពេល average គឺរូបមន្ត average យើងបើកមុខកញ្ចក់ចំនួន1 semi column ចំនួន2 semi column ចុចរហូតដល់អស់បានន័យថាយើងដាក់ចំនួននោះគឺចំនួននៃមុខវិជ្ជានីមួយៗណាឧទាហរណ៍ថាបើសិនជាយើងចង់គណនាមធ្យមភាគនៃបន្ទុកនោះគឺយើងត្រូវ select យកបន្ទុកទាំងអស់ដែលគាត់មានអញ្ចឹងចំនួន1គឺចំនួនគណិតវិទ្យាមានន័យថាចំនួននៅខាងដើមគេបំផុតចំនួន2គឺរូបវិទ្យាចំនួនរហូតដល់ភាសាខ្មែរគឺជាចំនួនចុងក្រោយអញ្ចឹងយើង select យកពីគណិតវិទ្យានឹងមករហូតដល់ភាសាខ្មែរហើយយើងចុច key enter អញ្ចឹងយើងក៏ឃើញចំនួន 57.5 ដូចគ្នាណាឃើញទេទៅអញ្ចឹងអានេះជាវិធីទី1អានេះជាវិធីទី2អញ្ចឹងចំនួនរបៀបនៅក្នុងការរកគឺដូចគ្នាណាអញ្ចឹងយើងអាចថាវិធីសាស្ត្រទី1និងវិធីសាស្ត្រទី2មួយណាលឿនមួយណាស្រួលសម្រាប់យើងធ្វើមួយនឹងមកក៏ប៉ុន្តែបើតាមទីជឿគិតគឺវិធីសាស្ត្រតាមរូបមន្តគឺវាលឿនជាងដោយសារតែយើងselect អូសវាមកអស់មកគឺយើងឃើញហើយឧទាហរណ៍ថាវាមាន10 20មុខហើយយើងបាក់បោកអញ្ចឹងយើងប្រើរូបមន្ត average ទៅយើងស្រួលជាងណាមួយទៀតតកតងជាមួយនឹងការគិតចំណាត់ថ្នាក់ការគិតចំណាត់ថ្នាក់គឺយើងប្រើរូបមន្តយើងអត់អាចគិតដោយមាត់បានទេបើគិតដោយមាត់នោះវាហត់ឧទាហរណ៍ថាសិស្សមាន50-60នាក់អីចឹងទៅទិន្នន័យវាមានច្រើនអញ្ចឹងយើងមិនអាចគិតដោយមាត់នោះស្រួលទេប៉ុន្តែឧទាហរណ៍ថាបើសិនជាយើងទិន្នន័យតិចឧទាហរណ៍លោកគ្រូដាក់មកនេះមានតែ4នាក់ទេអញ្ចឹងលោកគ្រូអាចគណនាបានថាអ្នកណាបានលេខ1អីដោយសារអីយើងមើលទៅលើលំដាប់បន្ទុករបស់គាត់អ្នកដែលច្រើនជាងគេគឺបានលេខ1ឥឡូវបើសិនជាយើងមើលតាមធម្មតាគឺឃើញលេខ72នេះបន្ទុកធំជាងគេអញ្ចឹងយើងអាចដាក់គាត់លេខ1បានដែរអញ្ចឹងបន្ទាប់ពីធំពី72មកមែនគឺ 66.5 អញ្ចឹង 66.5 លេខ2យើងដាក់ចឹងមកលេខ2ហើយបន្ទាប់ពី 66.5 ហើយ66គឺលេខ3អូខេដល់បន្ទុកទៀតជាងគេគឺ 57.5 អញ្ចឹងលេខ4អញ្ចឹងយើងអាចដាក់អញ្ចឹងបានក៏ប៉ុន្តែបើសិនជាសិស្សមានច្រើន50-60នាក់យើងរកបន្ទុកដែលតិចជាងគ្នាច្រើនជាងគ្នានឹងសូលលឿនចឹងអត់ទេអញ្ចឹងដើម្បីគណនាបានសិស្សចំនួនច្រើនឬក៏ទិន្នន័យយើងចំនួនច្រើនគឺយើងត្រូវការប្រើរូបមន្តអញ្ចឹងនៅក្នុងការប្រើរូបមន្តចំណាប់ថ្នាក់គឺយើងប្រើរូបមន្ត rank ណាឡើយលោកគ្រូលុបទិន្នន័យនេះចេញសិនអញ្ចឹងយើងដាក់សញ្ញាស្មើមួយមកសញ្ញាស្មើយកមកពីថា rank R A N K អញ្ចឹងវាលោតរូបមន្តនៅខាងលើចុច enter អញ្ចឹងរូបមន្ត rank គឺយើងមានរូបមន្តបើកកញ្ចក់តម្លៃទិន្នន័យប្រភេទលោកគ្រូចង់បញ្យល់អំពីប្រភេទនេះបន្តិចតម្លៃនោះចឹងតម្លៃនោះគឺជាតម្លៃមធ្យមភាគ1
ở đâyយើងមើលមធ្យមភាគនេះគឺទាំង4នាក់អញ្ចឹងតម្លៃហ្នឹងគឺតម្លៃមធ្យមភាគអ្នកដែលលើគេតទៅទៀតទិន្នន័យហ្នឹងគឺជាមធ្យមភាគទាំងអស់ទាំង4នាក់អញ្ចឹងយើង select ទាំង4នាក់មកហើយតទៅទៀតប្រភេទនេះបានន័យថាយើងចង់រៀបលំដាប់ពីតូចទៅធំឬក៏ពីធំទៅតូចអញ្ចឹងជាទូទៅចំណាត់ថ្នាក់គេរៀបពីតូចទៅធំលេខ1ទៅលេខបន្តទៀតទៅអញ្ចឹងចំណាត់ថ្នាក់យើងរៀបពីលេខ1រហូតដល់លេខធំទៅបានន័យថាអ្នកដែលមានពិន្ទុខ្ពស់ជាងគេគាត់ទទួលបានលេខ1អ្នកដែលពិន្ទុទាបជាងគេទទួលបានលេខចុងកតុយគេអញ្ចឹងទៅអញ្ចឹងយើងយកមក rank ស្មើនឹងតម្លៃបានន័យថាជាតម្លៃមធ្យមភាគនៃ1អញ្ចឹងយើងយកខាងលើគេយើងចុចខាងលើគេមកបន្តមកទៀតយើងចុចសញ្ញា semi column ណា semi column យើងមើលនៅលើ keyboard របស់យើងនេះ semi column នេះយើងចុចសញ្ញាហ្នឹងមកបាទបន្តមកទៀតទិន្នន័យអញ្ចឹងទិន្នន័យគឺទាំងអស់ណាអញ្ចឹងយើង select ទាំងអស់មធ្យមភាគហ្នឹងយើង select ទាំង4អ្នកហ្នឹងមកបើមានប៉ុន្មានអ្នកយើង select ទាំងហ្នឹងមកដើម្បីកុំឲ្យរត់កាឡាយើងត្រូវចងកាឡាសិនណាយើងត្រូវចងកាឡាដែលយើងប្រើ key shift F4 នេះនៅលើ key របស់យើងមានពាក្យថា shift ហើយនឹង F4 នៅលើកុំព្យូទ័របានមានណានៅក្នុងនេះអត់មានរូបបង្ហាញអញ្ចឹងយើងចុច keyboard shift F4 ដើម្បីចងកាឡាវាshift F4 ពេលយើងចុច shift F4 ទៅគឺវាលោតសញ្ញាដុល្លារណាហើយយើងចុចសញ្ញាក្បៀងមួយទៀតហើយយើងដាក់0បានន័យថាយើងរៀបលំដាប់ពីតូចទៅធំហើយយើង enter មកអូខេអញ្ចឹងយើងឃើញនេះបានលេខ4ហើយយើងដាក់មកត្រូវដងទៀតកណនីខលេខ1មិនអាចមាន2ដងអញ្ចឹងយើងដាក់សញ្ញាស្មើវាខរូបមុនហើយមិញសញ្ញាស្មើយើងដាក់ពាក្យ rank enter មកតម្លៃគឺតម្លៃជុំភាគនេះខាងលើគេ1យើងចុចបៀសមួយទៀតមកហើយទិន្នន័យគឺទិន្នន័យជុំភាគទាំងអស់ហើយយើងចុច shift F4 ឲ្យលើសញ្ញាដុល្លារនេះតមកទៀតយើងចុចក្បៀសមួយទៀតមិនក្បៀសណានឹងហៅ semi column ហើយយើងដាក់លេខ0អញ្ចឹងយើង enter វាមកត្រឹមត្រូវហើយណាអញ្ចឹងយើងអាចdouble វាបានអញ្ចឹងបានន័យថាអ្នកដែលមានបន្ទុកខ្ពស់ជាងគេ72នេះគឺគាត់ជាប់លេខ1លេខ2គឺមានបន្ទុក 66.5 លេខ3គឺ66លេខ4គឺ57ណាអញ្ចឹងបានន័យថាអ្នកដែលមានចំណាប់ថ្នាក់ខ្ពស់ជាងគេបានលេខ1អ្នកដែលបានចំណាប់ថ្នាក់ទាបជាងគេបានលេខ4អញ្ចឹងដើម្បីរកប្រជុំភាគបានគឺយើងធ្វើចំណាប់ថ្នាក់បានគឺយើងធ្វើបែបហ្នឹងណាអញ្ចឹងគ្រូនឹងតវីដេអូនៅមេរៀនបន្តទៀត